ថ្មីនេះតារាសម្ដែងមីឆាយូ Michelle Yeoh បានបង្កើតជាប្រវត្តិសាស្ត្រក្លាយជាតារាសម្ដែងស្រីអាស៊ីដំបូងគេដែលបានឈ្នះពានអូស្ការផ្នែកតួឯកស្រីល្អបំផុតនៅឆ្នាំ2023តាមរយៈការសម្ដែងជាតួឯកក្នុងរឿង Everything Everywhere All at Once តោះក៏មកស្គាល់ថាតើតារាភាពយន្តមីឆាយូ Michelle Yeoh វ័យ60ឆ្នាំជានរណាអ្នកស្រីមានដើមកំណើតនៅប្រទេសម៉ាឡេស៊ីកើតនៅថ្ងៃទី06ខែសីហាឆ្នាំ1962នៅទីក្រុងអេផុសប្រទេសម៉ាឡេស៊ីអ្នកស្រីត្រូវបានគេស្គាល់ជាតារាភាពយន្តស្រីដ៏អស្ចារ្យបំផុតម្នាក់ជាពិសេសតាមរយៈការសម្ដែងបែបសកម្មភាពគ្រោះថ្នាក់និងក្បាច់គុណយ៉ាងប្រសប់អ្នកស្រី Yeoh កើតក្នុងគ្រួសារអ្នកមាននៅម៉ាឡេស៊ីតាំងពីតូចមកអ្នកស្រីចូលចិត្តចូលរួមក្នុងសកម្មភាពកីឡានិងរបាំផ្សេងរួមទាំងបាល់បោះនិងហែលទឹកជាពិសេសលើរបាំបាលេកាលនៅវ័យជំទង់អ្នកស្រីបានចូលរៀននៅសាលា Royal Academy of Dance នៅទីក្រុងឡុងប៉ុន្តែរបួសខ្នងបានបញ្ចប់តេសុបិនចង់ក្លាយជាអ្នករាំរបាំបាលេអាជីពជាមួយនឹងរូបសម្រស់ស្រស់ស្អាតនៅឆ្នាំ1983ម្ដាយរបស់អ្នកស្រីបានជំរុញឲ្យអ្នកស្រី Yeoh ចូលប្រឡងវ៉ូកញ្ញាម៉ាឡេស៊ីហើយក៏បានគ្រងគត់ជា Miss World Malaysia និងបានចេញទៅប្រកួត Miss World 1983ប៉ុន្តែពុំទទួលបានលទ្ធផលអ្វីឡើយក្រោយមកអ្នកស្រីក៏បានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មជាមួយ Jackie Chan នៅឆ្នាំ1984ការផ្សាយពាណិជ្ជកម្មនេះនាំឲ្យមានការចុះកិច្ចសន្យាសម្ដែងជាមួយក្រុមហ៊ុនផលិតកម្មហុងកុងដោយអ្នកស្រីបានប្តូរឈ្មោះទៅជា Michelle Khan នៅឆ្នាំ1984អ្នកស្រី Yeoh បានបង្ហាញខ្លួនជាតារាសម្ដែងបែបក្បាច់គុណក្នុងវិស័យភាពយន្តហុងកុងដែលរឿងនោះមានចំណងជើង The Elvis Bumbo និងទោះបីជាតួរងអ្នកស្រីត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងសមត្ថភាពបង្ហាញក្បាច់គុណរបស់ខ្លួនក្នុងឆ្នាំ1985អ្នកស្រីបានសម្ដែងក្នុងខ្សែភាពយន្តក្បាច់គុណ Yes Madam តែនិយាយអំពីប៉ូលីសស្រី2នាក់ដោយពេលនោះអ្នកស្រីសម្ដែងជាតួឯកនៅឆ្នាំ1988អ្នកស្រីបានរៀបការជាមួយផលិតករភាពយន្តលោក Dickson Poon ហើយបានចូលនិវត្តន៍ពេលនោះអ្នកស្រី Yeoh នៅអាយុ28ឆ្នាំសង្ឃឹមថានឹងបង្កើតគ្រួសារក៏ដោយប៉ុន្តែអ្នកស្រីមិនអាចមានកូនបានដែរបន្ទាប់មកអ្នកទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ1992អ្នកស្រីក៏បានចាប់អាជីពសម្ដែងឡើងវិញក្នុងឆ្នាំ1992អ្នកស្រី Yeohបានសម្ដែងជាមួយ Jackie Chan ក្នុងរឿង Police Story 3 Super Cop និងបង្ហាញខ្លួនជាបន្តបន្ទាប់បានធ្វើឲ្យអ្នកស្រីជាតារាឈានមុខគេនៅហុងកុងទោះបីជាយ៉ាងណាក៏ដោយ Yeoh បានរងរបួសធ្ងន់ធ្ងរជាច្រើនក្នុងអំឡុងពេលអាជីពរបស់នាងជាឧទាហរណ៍ក្នុងអំឡុងពេលថតរឿង The Stunt Woman ក្នុងឆ្នាំ1995នាងសម្ដែងខុសបច្ចេកទេសរបួសស្ទើរតែបាក់ខ្នងពេលកំពុងសម្រាកព្យាបាលនាងបានពិចារណាចូលនិវត្តន៍ម្ដងទៀតប៉ុន្តែការសន្ទនាដែលនាងមានជាមួយអ្នកដឹកនាំរឿងជនជាតិអាមេរិក Quentin Tarantino ដែលជាអ្នកគាំទ្របានលើកទឹកចិត្តនាងឲ្យបន្តការសម្ដែងក្នុងឆ្នាំ1997អ្នកស្រី Yeoh កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការបង្ហាញខ្លួនក្នុងភាពយន្ត Hollywood Tomorrow Never Dies ដែលជាខ្សែភាពយន្ត James Bond ដែលនាងដើរតួជាភ្នាក់ងារចិននាងទទួលបានភាពល្បីល្បាញជាសកលជាមួយនឹងរឿង Crouching Tiger និង Hidden Dragon មហាជនកាន់តែស្គាល់រូបអ្នកស្រីក្នុងឆ្នាំ2008 Yeoh បានបង្ហាញខ្លួននៅក្នុងរឿង The Mummy Tomb of the Dragon Emperor និងជាពិសេសនៅក្នុងរឿង The Lady ឆ្នាំ2011ដែលជារឿងនិយាយពីជីវប្រវត្តិអំពីលោកស្រី Aung San Suu Kyi ដែលជាសកម្មជនតស៊ូដែលការខិតខំប្រឹងប្រែងដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យឲ្យមកប្រទេសភូមាបានធ្វើឲ្យលោកស្រី Aung San Suu Kyi ទទួលបានរង្វាន់ Nobel សន្តិភាពឆ្នាំ1991នៅនាំបន្ទាប់អ្នកស្រី Yeoh បានបង្ហាញខ្លួននៅក្នុងរឿងរបស់ Marvel គឺ Guardians of the Galaxy និងភាពយន្ត Crazy Rich Asians ដែលជារឿងមនោសញ្ចេតនាផ្អែកលើប្រលោមលោកដែលលក់ដាច់បំផុតរបស់ Kevin Kwan សម្រាប់ជីវិតឯកជនអ្នកស្រី Yeoh បានស្រឡាញ់គ្នាជាមួយនឹងលោក Jean Todt ដែលជាអតីតប្រធានក្រុមប្រណាំង Ferrari ជនជាតិបារាំងនៅឆ្នាំ2004អ្នកទាំងពីរបានភ្ជាប់ពាក្យនៅឆ្នាំ2006មកទល់ពេលបច្ចុប្បន្ននៅមិនទាន់មានតម្រុយនឹងរៀបការនៅឡើយគិតត្រឹមឆ្នាំ2023ទ្រព្យសម្បត្តិសុទ្ធរបស់ Michelle Yeoh គឺមានរហូតដល់ទៅ$40 លាន